លោភៈ លោក ឈ្មោះផ្សេងឈ្មោះផ្សេងនៃលោភៈណាបងលោភៈឈ្មោះថាទុក្ខសមុទយៈលុបជើងតោចោលមួយទៅបងស្មាតសេលើជើងតោសមុទយៈជាហេតុនាំឲ្យកើតទុក្ខកើតព្រោះអីបងកើតព្រោះលោភៈបងយើងមើលថាការកើតចាស់ឈឺស្លាប់ហ្នឹងបើសិនជាអស់លោភៈមានការកើតចាស់ឈឺស្លាប់ទៀតទេអត់មានទៀតទេអត់មានទេបងហើយលោភៈអាការៈទី2ឈ្មោះថាកាមឆន្ទៈសេចក្តីពេញចិត្តទៅក្នុងកាមគុណពេញចិត្តទៅក្នុងរូបសម្លេងក្លិនរសផោតពៈអារម្មណ៍ល្អហ្នឹងទៅនៅពេលដែលយើងកំពុងតែពេញចិត្តដោយលោភៈហ្នឹងសួរថាចិត្តយើងអាចបង្អោនចិត្តត្រេកអរក្នុងសមាធិកម្មដ្ឋានចម្រើនវិបស្សនាអីបានទេបងបានទេលោកម្ចាស់បងលោភៈហ្នឹងជាគ្រឿងរារាំងកុសលថ្នាក់ខ្ពស់ទៀតអត់ឲ្យយើងទៅសบายសមាធិអីទេដូចថាមើលរឿង YouTube អីសบายជាងសមាធិទៅសមាធិទៅអីហើយយ៉ាងហ៎បងអញ្ចឹងវាជាហេតុឲ្យយើងអត់បានសមាធិល្អជាហេតុនៃកម្មបត្តិ7យ៉ាងម៉េចដោយសារលោភៈដោយសារលោភៈដែរជាហេតុនៃសេចក្តីកំណាញ់សេចក្តីចំណែនបើសិនជាយើងមានលោភៈនាំឲ្យយើងកំណាញ់ទ្រព្យបានណាបានទៀតយើងចំណែនគេដោយសារមានលោភៈពីហេតុខាងដើមបានណាបានលោកចាស់លោភៈអាចជាហេតុនៃសេចក្តីទុក្ខសេចក្តីសោកភ័យព្រួយអីបានទេបងបានទៀតចាក់មើលធ្វើដំណើរទៅឆ្ងាយផ្ទះអីមានភ័យព្រួយពីផ្ទះអីខ្លះទេបងណាភ័យចិត្តភ័យព្រួយទុក្ខជាទុក្ខទេបងភ័យជាទុក្ខមានអីជាហេតុលោភៈជាហេតុអញ្ចឹងបានយើងត្រូវឲ្យឃើញទោសក្នុងលោភៈតែសម្រាប់លោកខាងក្រៅគេមិនសូវនិយាយទោសលោភៈប្រមាណទេបងមានន័យថាកុំទៅបៀតបៀនគេលោភៈមិនលោភៈទៅអញ្ចឹងណាតែនៅក្នុងធម៌ព្រះអង្គបង្រៀនឲ្យយើងស្គាល់ទោសនៃលោភៈតាំងពីដើមម្ល៉េះសូម្បីតែជាប់ជំពាក់ក្នុងរបស់យើងអីហ្នឹងក៏វាជាអកុសលដែរត្រូវដឹងអញ្ចឹងណានឹងសិតតែលោភៈចេញតួនាទីទាំងអស់ទោសៈវិញម្ដងទោសៈយើងថាជាការខឹងជាការអន់ចិត្តជាការថ្នាំងថ្នាក់ចិត្តជាហេតុនៃកម្មបត្តិប្រមាណបង7លោកចាស់7យ៉ាងទៀត7បាណាតិបាតលួចទ្រព្យព្រោះទោសៈមានទេមានន័យថាស្អប់ម្នាក់ហ្នឹងបំផ្លាញទ្រព្យម្នាក់ហ្នឹងឲ្យវិនាសហើយទៅបានដែរសម្រាប់សត្វក៏បានលួចទ្រព្យក៏បានបើសម្រាប់សត្វរត់ទៅច្បាស់ថាចឹងហ៎បងនិយាយកុហកដោយសារទោសៈបានអត់បានទៀតជេរប្រតិចអ្នកដតីដោយសារអីអានឹងរត់ទៅច្បាស់បដ ாய் ទោសៈនឹងឯងញុះញង់បំបែកបំបាក់គេទោសៈបានអត់ទោសៈបានដែរនិយាយពាក្យអត់ប្រយោជន៍ទោសៈអីទោសៈកណាព្យាបាទៈក៏ជាទោសៈទោសៈនេះវាជាចិត្តដែលកើតខាងក្នុងតែអាការៈខាងក្រៅនេះអាចធ្វើឲ្យមនុស្សនឹងទៅសម្លាប់សត្វទៅលួចទ្រព្យគេទៅនិយាយកុហកទៅជេរប្រតិចផ្ដាសាអ្នកដតីទៅញុះញង់បំបែកបំបាក់គេទៅនិយាយអត់ប្រយោជន៍ធ្វើឲ្យគេវិនាសប្រយោជន៍ហ្នឹងទៅឬក៏ថាគិតចង់សម្លាប់អ្នកណាម្នាក់ក៏ដោយសារទោសៈជាហេតុរៀនឃើញទោសនៃទោសៈបន្តិចម្ដងទៅពេលណាដែលយើងទោសៈយើងត្រូវកំណត់ដឹងថានឹងគឺជាអកុសលនេះវាជាហេតុនៃអកុសលកម្មបត្តិដល់ទៅ7យ៉ាងបងរៀនកាត់បន្ថយពីឥឡូវទៅចុះមោហៈវិញម្ដងមោហៈជាហេតុនៃអកុសលកម្មបត្តិប្រមាណបងគ្រប់យ៉ាងហ្មងគ្រប់យ៉ាងទាំងអស់បង
ចឹងបានថ្មតាំងសំណួរសួរមួយថាព្រោះហេតុអ្វីបានជាហេតុនៃអកុសលកម្មបត្តិគ្រប់តែយ៉ាងទាំងអស់ឆ្លើយថាព្រោះមោហៈចេតសិកអាចសម្រាប់ជាកម្មបត្តិដោយខ្លួនឯងក៏បាននិងដោយការកើតរួមជាមួយលោភៈនិងទោសៈមូលហ្នឹងក៏បាននៅពេលដែលលោភៈកើតឡើងមោហៈកើតជាមួយហ៎កើតលោកម្ចាស់ត្រូវដឹងអញ្ចឹងណាបើចំណុចហ្នឹងអាត្មាមិនទាន់បានបរៀនក៏ពិតមែនតែត្រូវតែចេះលោភៈចិត្តកើតមោហៈចិត្តក៏កើតក្នុងចិត្តនឹងដូចគ្នាដែរកើតជាមួយគ្នានឹងតែម្ដងបើសិនជាមនុស្សឆ្លាតមានបញ្ញាកើតពេលនឹងលោភៈកើតទេអត់ទេអត់កើតទេទោសៈមូលចិត្តមានមោហៈកើតរួមជាមួយអត់មានទីអញ្ចឹងបើសិនជាធ្វើអកុសលដោយទោសៈក៏ឈ្មោះថាធ្វើដោយមោហៈដែរព្រោះមោហៈកើតជាមួយធ្វើអកុសលដោយលោភៈក៏ឈ្មោះថាធ្វើដោយមោហៈដែរព្រោះលោភៈមោហៈកើតរួមជាមួយមោហៈនឹងឯងដែលជាឈ្មោះនៃអវិជ្ជាអវិជ្ជានឹងឯងហើយព្រះអង្គសម្ដែងថាមោហៈនឹងឯងគឺជាឫសគល់នៃអកុសលទាំងពួងសត្វលោកមានមោហៈមានអវិជ្ជានឹងឯងទៅធ្វើបាបចឹងសរុបមកអកុសលយើងចប់ប៉ុណ្្នឹងឯងមានកិច្ចការខ្លះទី1អកុសលកម្មនិងអកុសលកម្មអត់ហ្នឹងខុសគ្នាឬក៏ដូចគ្នាខុសគ្នាបែបម៉េចទោសៈមូលចិត្តនាំឲ្យកើតអកុសលកម្មបត្តិប្រមាណអីខ្លះមោហៈមូលចិត្តនាំឲ្យកើតអកុសលកម្មបត្តិអីខ្លះព្រោះហេតុអីចឹងចប់មេរៀនថ្ងៃនេះហើយមានអីសួរបន្ថែមទេបងលោកអញ្ចឹងគ្រូសូមឱកាសសួរមួយសំណួរសួរមកបងការពោលពាក្យអត្ថប្រយោជន៍ហ្នឹងត្រង់កន្លែងយើងនិយាយលេងសើចច្រើនឬក៏មិនដែរលោកចាស់លេងសើចទូទៅហ្នឹងវាមិនជាកម្មបត្តិទេបងលេងអត់ប្រយោជន៍ហើយធ្វើឲ្យគេខូចប្រយោជន៍ទៀតណាមែនតើទៅយើងអភិភិកខ្លួនឯងក៏សឹងតែបានដែរបងព្រោះវាអកុសលទូទៅត្រឹមតែលោភៈទោសៈធម្មតាហ្នឹងវាមិនមែនជាកម្មបត្តិទេវាប្រព្រឹត្តទៅដល់ថ្នាក់ការសម្លាប់សត្វការជេរបតិចផ្ដាសាអ្នកដតីការញុះញង់គេឲ្យបែកបាក់គ្នាយើងឃើញហើយថាសភាពនៃកម្មទាំងពីរហ្នឹងវាខុសគ្នាយល់ខ្លួនឯងបានទេបងចេតនាហ្នឹងវាខុសគ្នាដែរតែហ្មងណានិយាយកុហកលេងសើចធម្មតានិយាយកុហកបែបធ្វើឲ្យគេខាតប្រយោជន៍វាផ្សេងគ្នាដែរនិយាយពីអត់ប្រយោជន៍ក៏អញ្ចឹងដែរបងអត់ប្រយោជន៍មានអត់ប្រយោជន៍ធ្វើឲ្យគេខាតប្រយោជន៍ហើយនឹងអត់ប្រយោជន៍ធម្មតាដែរចឹងក៏តែនិយាយទៅធ្វើឲ្យគេខាតប្រយោជន៍ណាម្ចាស់បាទណាទៀងយល់អរគុណអង្គគ្រូទំព័រទី85ដូចផ្លេចសរសេរចំណុចទី3នេះជាហេតុនៃអកុសលកម្មបត្តិ7យ៉ាងបាទទំព័រទី85ណាបងទំព័រទី85មិនបងមិនវិញលេខ3ដូចផ្លេចសរសេរជាហេតុនៃអកុសលកម្មបត្តិ7យ៉ាងបងកម្មបត្តិនៅក្នុងទីនេះគឺអកុសលកម្មបត្តិនឹងឯងបងសំដៅលើអកុសលកម្មបត្តិហ្នឹងបងយើងដាក់អកុសលបន្ថែមក៏ល្អដែរតែប្រើពាក្យកម្មបត្តិហ្នឹងក៏វាបញ្ជាក់ទៅខាងអកុសលស្រាប់ណាព្រោះលោភៈណាចំណាអរគុណមកសំណួរការលោកចាគ្រូអ្នកសូមឱកាសសួរសំណួរមួយអ្នកឆ្ងល់លើក្នុងមោហៈមូលចិត្តដួងទី1ឡើងវិកិច្ឆាសង្ស័យតើយើងបឋិជនមិនតន់អស់សង្ស័យឬយ៉ាងណាដែរក្រៅតែសង្ស័យនៅក្នុង8យ៉ាងដែលសង្ស័យក្នុងព្រះពុទ្ធជាដើមព្រះធម៌ជាដើមហ្នឹងតើបើយើងអត់មានសង្ស័យក្នុង
8យ៉ាងទេអាចសង្ស័យនៅទីដតីដែរទេលោកម្ចាស់គ្រូសង្ស័យអ្វីដតីដោយច្រើនវាមិនឈ្មោះថាវិជ្ជាកិច្ឆាទេបងខាងក្រៅណា